ប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួនបានរកឃើញប្រភពស្តុកអ៊ូស្មန်ធម្មជាតិដ៏ធំមួយនៅក្នុងខេត្តហ្វាសដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសនេះលោកម៉ូសែនប៉ានីចាតរដ្ឋមន្ត្រីក្រសួងប្រេងកាតរបស់អ៊ីរ៉ង់បានប្រាប់ទូរទស្សន៍រដ្ឋថាប្រភពអ៊ូស្មန်នេះមានបរិមាណអ៊ូស្មန်ជាង7កណ្ដាសញ្ញា5 trillion feet cube លោកប៉ានីចាតបានលើកឡើងថាដោយផ្អែកលើអត្រានៃការទាញយកដែលត្រូវបានប៉ាន់ប្រមាណថាមានជាង 72% នោះអ៊ូស្មန်ប្រមាណ5កណ្ដាសញ្ញា7 trillion feet cube អាចនឹងត្រូវបានទាញយកមកប្រើប្រាស់រដ្ឋមន្ត្រីរូបនេះបានបន្ថែមថាបរិមាណអ៊ូស្មန်ដែលអាចទាញយកបាននេះគឺស្មើនឹងបរិមាណដែលត្រូវការសម្រាប់ផ្គត់ផ្គង់ដល់ដំណាក់កាលផលិតកម្មមួយនៃប្រភពអ៊ូស្មန်សាវផាសដ៏ធំសម្បើមរបស់អ៊ីរ៉ង់ក្នុងរយៈពេលប្រមាណ15ឆ្នាំសេចក្តីរាយការណ៍នេះមិនបានបញ្ជាក់ភ្លាមអំពីឈ្មោះនៃប្រភពអ៊ូស្មန်ថ្មីនេះឬព័ត៌មានលម្អិតបន្ថែមអំពីពេលវេលាដែលការផលិតអាចចាប់ផ្ដើមនោះទេការប្រកាសនេះបានធ្វើឡើងនៅចំពេលដែលមន្ត្រីអ៊ីរ៉ង់អះអាងថាពួកគេមិនអាចនាំចេញប្រេងបានឡើយដោយសារតែការបិទគប់ផ្លូវសមុទ្រដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកសូមអរគុណចំពោះការតាមដានស្ដាប់របស់លោកអ្នកជួបគ្នានៅវីដេអូក្រោយៗទៀត